Việc xua pu đấy. baជំរាបសួរបាទថ្ងៃនេះខ្ញុំរីករាយណាស់ដែលបានសូមការអនុញ្ញាតពីលោកពូផ្ដល់បទសម្ភាសមកដល់ខាងខ្ញុំពីទូកមហាតេជោពោធិ៍សែនជ័យអញ្ចឹងខ្ញុំបានឃើញលោកគ្រូនិងគណៈកម្មការវត្តấyបានគណៈកម្មការទូកấyបាននាំយកឈើមកធ្វើទូកបាទហើយថ្ងៃនេះអ៊ំហៅគាត់មកកំពុងតែវាស់ខ្នាតណាបាទជាគ្រីប៉ុនហៅគាត់កំពុងតែវាស់វែងបាច់គាត់បាទអញ្ចឹងខ្ញុំបានលើថាគឺឈើថ្មីនេះគឺធ្វើចម្លងតាមពុំរបស់មហាតេជោចាស់តែម្ដងបាទមែនហើយព្រោះយកពុំតាមមហាតេជោចាស់ពីព្រោះអីពុំមហាតេជោចាស់ហ្នឹងវាលឿនដល់អញ្ចឹងបើយើងធ្វើឲ្យខុសមុនខ្លាចវាមិនលឿនចង់ឲ្យបានវាលឿនដូចមុនដែរអូបាទខ្ញុំឃើញឈើហ្នឹងមានសាច់មៀតល្អហើយអាចធ្វើជាទូកសាច់មៀតហ្មងក៏បានប៉ុន្តែលើថាខាងគណៈកម្មការទូកចង់ដាក់ក្តារសាបបន្តិចវិញបាទមូលហេតុយើងថាចង់ធ្វើដាក់ក្តារសាបវិញហ្នឹងព្រោះធ្វើឲ្យដូចមហាតេជោចាស់ព្រោះមហាតេជោចាស់វាប្រើក្តារសាបអូប្រើក្តារសាបក្តារសាបហ្នឹងកម្រាស់ប្រហែលប៉ុន្មានដែរលោកពូក្តារសាបនឹងតូលវា3ផឹងកន្លះទេវា1ទឹក2អូបាទហើយចំពោះប្រវែងមហាតេជោចាស់ប្រវែងប៉ុន្មានដែរលោកពូប្រវែងមហាតេជោចាស់21ម៉ែត្រ7ទឹក8ផឹង3ទឹក7ផឹងបាទអញ្ចឹងក្រោយការវាស់ហ្នឹងគឺចូលព្រឹកមិញគឺចូលវាស់ហ្នឹងណាបាទចូលវាស់ហើយមានជាងគាត់ចូលនេះអ៊ំហៅណាគាត់ចូលវាស់ព្រឹកមិញហ្នឹងណាបាទអញ្ចឹងតាមលោកគ្រូការកសាងទូកហ្នឹងចំនួនប្រហែលដែរចង់ធ្វើហ្នឹងទូកដែលយកឈើដែលយកមកប្រងធ្វើទូកហ្នឹងគឺទូក2តែម្ដងណាទូក2តែម្ដងតែធ្វើវាម្ដងមួយធ្វើមួយហើយចាំចាប់ផ្ដើមធ្វើមួយទៀតអូបាទបាទអញ្ចឹងទីមួយទៀតខ្ញុំឃើញគេការយកឈើមកលើកទី2នេះគឺមានដាក់ជាមួយនឹងក្តារសាបតែម្ដងបាទមកកំ pl ហ្មងក្តារសាបវាក្តារសាបហ្នឹងគឺថាជាក្តារសាបស្លៅទៀតណាពូបាទក្តារសាបស្លៅឯដាក់អញ្ចឹងអាហ្នឹងយើងលក្ខណៈពិសេសមិនដែរបានយើងដូចថាយកជាក្តារសាបស្លៅមកលក្ខណៈពិសេសរបស់វាក្តារសាបស្លៅហ្នឹងបានន័យថាស្លៅវាសាច់វារស់អូវាអាចជួយញយសាច់ទូកឡើងបានល្អបាទបើយើងដាក់កាគីដូចគ្នាសាច់កាគីវាត្រូវទឹកទៅវាទន់ដូចគ្នាអត់មានណាជួយណាអូអញ្ចឹងមិនមែនថាអូដាក់ស្លៅទៅវាត្រង់ស្រាលជាងកាគីឬក៏យ៉ាងម៉េចដែរអត់ទេណាពូណាពូនេះវាបានស្រាលក៏ម្យ៉ាងដែរក៏ប៉ុន្តែសាច់វាប៉ះទឹកគឺវានៅតែរឹងអូបាទអញ្ចឹងអាហ្នឹងជាការយកឃើញរបស់លោកពូឬក៏ខាងគណៈកម្មការទូកណាគណៈកម្មការទូកយើងធ្លាប់មានទូកពីមុនមកមានបទពិសោធន៍ហើយបានយើងធ្វើអាហ្នឹងតើដាក់ក្តារសាបស្លៅនឹងហ្មងវាល្អអូបាទអញ្ចឹងដូចជាសូមអស់សំណួរតែចង់តែពីសំណួរនេះទេដោយសារតែមានប្រិមិត្តរបស់យើងសួរតែពីសំណួរហ្នឹងទេបាទអញ្ចឹងខ្ញុំសូមអរគុណលោកពូច្រើនណាលោកពូណាបាទសូមអរគុណបាទអរគុណ